ថ្ងៃនេះពងបាយអារម្មណ៍បងប្អូនមកទស្សនាការជួសជុលម៉ូតូធំវិញម្ដងតាមវីដេអូរបស់ RT Motor Sport បាននឹងថ្លៃម៉ូតូធំ Ducati Panigale V4S ឆ្នាំ2019បានក្នុងតម្លៃជិត$6000ដោយតម្លៃដើមចេញពីរោងចក្រថ្មីមានតម្លៃជិត$28000គាត់បានយកម៉ូតូនោះចេញពីកន្លែងដេញថ្លៃភ្លាមៗហើយនេះគឺជារូបរាងដំបូងរបស់ម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍ពេលយកចេញពីកន្លែងដេញថ្លៃសភាពម៉ូតូហាក់បីដូចជាបណ្ដាលមកពីធ្លាក់ចូលស្រែហើយម៉ូតូក៏បានមកដល់កន្លែងជួសជុលម៉ូតូនៅដំណើរការធម្មតាដែលគ្រាន់តែខូចខាតផ្នែកខាងក្រៅនិងគ្រឿងបន្លាស់មួយចំនួនតែប៉ុណ្ណោះឥឡូវគាត់បានចាប់ផ្ដើមដោះគ្រឿងចេញដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរសំណាងល្អម៉ូតូនេះមានបញ្ហាទៅដល់ម៉ាស៊ីនទេនិងមិនប៉ះពាល់ទៅដល់ទូម៉ូតូទាំងមូលគ្រឿងដំបូងដែលគាត់បានទទួលគឺឆ្អឹងស៊ុំកុងទ័រមុនគេដើម្បីចាប់ភ្ជាប់ចូលម៉ូតូគាត់បានសាកល្បងបញ្ឆេះជាលើដំបូងអ្វីៗដំណើរការទាំងអស់ចាប់ផ្ដើមពីសម្អាតដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរគ្រឿងមកហូរទឹកស្អំចេញដោះធុងទឹកសម្រាប់ផ្លាស់ប្ដូរគ្រឿងថ្មីកន្ទុយក្រោយក៏បានមកដល់គាត់បានដំឡើងចូលភ្លាមបន្ទាប់ពីធ្វើការផ្លាស់ប្ដូរដៃថ្មីរួចគាត់បានបើកសាកល្បងជាលើដំបូងឥឡូវការងារបន្តបានចាប់ចង្កៀងមុខចូលថ្មីតែម្ដងដំឡើងកំបោរធុងសាំងដើម្បីបន្ថែមសម្រស់ឲ្យកាន់តែស្អាតផ្លាស់ប្ដូរតម្រង់ប្រេងម៉ាស៊ីននិងប្រេងម៉ាស៊ីនបន្តដំឡើងការងារផ្នែកខាងក្រោយនិងផ្នែកខ្លះៗនៅខាងមុខស្តុបក្រោយបានដំឡើងថ្មីការងារភ្លើងត្រូវបានដំឡើងនិងដំណើរការទាំងអស់ស្បែកពុកថ្មីក៏បានដាក់ចំនួនផងដែរចំមុខផ្នែកកង់ខាងក្រោយគាត់មកផ្លាស់ប្ដូរចង្វាក់និងម៉ាញ៉ុងថ្មីតែម្ដងបន្ថែមកំបោរគ្រប់ទីកន្លែងដើម្បីបិទបាំងកន្លែងឆ្កូតហើយក៏បានជាសោភ័ណភាពរបស់ម៉ូតូមួយផងដែរស៊ីម៉ាំងថ្មីម៉ាក CF Racing ត្រូវបានបំពាក់និងបញ្ឆេះសាកល្បងតោះស្ដាប់សំឡេងទាំងអស់គ្នាផ្លាស់ប្ដូរឆ្លងថ្មីទាំងសងខាងដើម្បីធ្វើឲ្យសម្រាប់ម៉ូតូស្អាតមួយកម្រិតទៀតគ្រឿងលេងផ្សេងៗក៏ត្រូវបានបំពាក់ចូលជំនួសទៅដល់កន្លែងដែលដួលខូចខាតកៅថ្មីបានមកដល់ពណ៌ដ៏ស្រស់ស្អាតរបស់វាស៊ីគ្នាជាមួយម៉ូតូស្ពណ៌ចាប់ផ្ដើមដំឡើងកៅថ្មីចូលភ្លាមភាគច្រើនគាត់បានកំងគ្រឿងថ្មីយកមកដាក់ផ្លាស់ប្ដូរជាជាងការជួសជុលដោយសារតែម៉ូតូនេះខូចខាតតែគ្រឿងបន្លាស់ផ្នែកខាងក្រៅប្រសិនមកបងប្អូនវិញគិតថាតម្លៃ$6000ហ៊ានទិញម៉ូតូពិនភាគដូចនេះមកកែកុនដែរឬទេមើលទៅសង្កតែចិត្តរួចរាល់ 100% ហើយនេះជាលទ្ធផលបន្ទាប់ពីជួសជុលរួចពិតជាស្រស់ស្អាតនិងមើលមិនដឹងថាម៉ូតូធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍នោះទេគាត់បានបើកសាកល្បងម្ដងទៀតសម្លេងពិតជាអស្ចារ្យខ្លាំងណាស់តើបងប្អូនយល់រឿងណាដែរចំពោះម៉ូតូមួយគ្រឿងនេះហើយបងប្អូនប្រកាសជាឆ្ងល់ហើយតើចំណាយសរុបទាំងអស់មានតម្លៃប៉ុន្មានតម្លៃម៉ូតូជិត$6000ហើយចំណាយលុយ$4340ទៅលើគ្រឿងបន្លាស់ដោយមិនបូកបញ្ចូលជាមួយគ្រឿងដែលគេ sponsor បើគិតតម្លៃសរុបទាំងតម្លៃម៉ូតូគ្រឿងបន្លាស់និងគ្រឿងដែលគេ sponsor សរុបអស់$12558បើដកគ្រឿងគេ sponsor នៅសល់តែ$1204ដែលជាលុយចំណាយរបស់គាត់ផ្ទាល់តែម្ដងអរគុណសម្រាប់ការទស្សនានិងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ